ở cái này đang dùng skin care tin tập trong đó nó được liền trong trong tá ở trong miền skin care tin tập của nhóm miền cái khác trong nhưng trong tăng ở cái này trong skin care tin của miền buôn một về nhóm phở buôn một trong miền bài ô miền vitamin sinh saជាមួយនឹង accessory នេះគឺជាប្រភេទស្រូមស្រូមជាបានស្នាមខ្មែរជាមួយនឹងស្នាមមុខរបស់យើងមានភាពស្អាតជួយឲ្យភ្លឺហើយបន្តមកជាមួយនឹងប្រភេទ night cream សម្រាប់ night cream នេះគឺវាជួយសម្រាប់ស្បែកមុខរបស់យើងដែលមានស្នាមជាន់ស្នាមអុចខ្មៅស្នាមអុចរយហ្នឹងគឺវាបកកាយមែនតើប្រើតែរយៈពេលមួយទឹកគឺមានគឺឃើញផលតែម្ដងហើយសម្រាប់ night cream នេះគឺយើងអត់ធ្វើការប្រើរហូតជាប្រចាំទេយើងត្រូវការព្យាបាលរបស់វារហូតដល់ជាយើងចាប់ផ្ដើមប្រើជាមួយនឹងប្រភេទ skin care ដែលថែរក្សាស្បែកប្រចាំថ្ងៃវិញមុនខ្លាំងមុនខ្ទុះមុនអីលើស្បែកមុខទេគឺគ្រាន់តែមានភាពខ្មៅស្អាតហើយនឹងស្នាមអុចរយហើយសម្រាប់ប្រភេទ bio toner pad នេះគឺជាប្រភេទ collagen ណាដែលយើងត្រូវការដោយសារអ្នកនរគ្នាដោយសារតែខ្ញុំអាយុរៀងច្រើនហើយអញ្ចឹងខ្ញុំត្រូវការប្រើពួកប្រភេទដែលជួយបំពន់ស្បែកអ្នកនរគ្នាអញ្ចឹងសម្រាប់ toner pad bio នេះគឺវាជួយទៅលើអ្នកដែលមានអាយុរៀងច្រើនគឺត្រូវការជួយជំរុញ collagen ហ្នឹងទៅលើស្បែកឲ្យស្បែកមានសុខភាពល្អហើយធ្វើឲ្យស្បែកឡើងគីឡូតុនកោធូហើយវាដូចស្បែកយើងខ្មៅស្អាតអត់មានស្ងួតអីចឹងធ្វើឲ្យស្បែករបស់យើងគឺមានពលឺមានសំណើមឡើងវិញហ្មងអ្នកនរគ្នាអញ្ចឹងតាមទៅ toner pad នេះអ្នកខ្លះគាត់ប្រើមួយទឹកពីរដងឬក៏អ្នកខ្លះក៏ប្រើថ្ងៃខ្ញុំប្រើថ្ងៃព្រោះដោយសារតែខ្ញុំត្រូវការឲ្យស្បែកខ្ញុំមានសំណើមមានណាមួយខ្ញុំក៏ច្រើនដែរខ្ញុំត្រូវការថែរក្សាស្បែកជាមួយនឹងប្រភេទ collagen អញ្ចឹងអ្នកខ្លះគាត់ធ្វើការបិទជាមួយនឹង toner pad ហ្នឹងរយៈពេល15នាទីតែនេះដោយសារតែខ្ញុំគឺខ្ញុំធ្វើការប្រើប្រាស់ជារៀងរាល់ថ្ងៃមួយថ្ងៃពីរសន្លឹកខ្ញុំធ្វើការប្រើប្រាស់ជារៀងរាល់ថ្ងៃតែម្ដងអញ្ចឹងខ្ញុំខ្ជិលដាក់បិទឲ្យយូរខ្ញុំគ្រាន់តែជូតទៅលើមុខដើម្បីឲ្យមានជាតិ collagen ហ្នឹងនៅលើស្បែកមុខទៅហើយបន្តមកខ្ញុំនឹងធ្វើការ apply ជាមួយនឹង skin care ផ្សេងទៀតតែម្ដងអត់ចង់ក្រោយណាខ្ញុំប្រើឡើងអស់លេងតែម្ដងបន្តមកនៅពេលដែលខ្ញុំប្រើជាមួយនឹង toner pad ហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមប្រើជាមួយនឹង vitamin stem cell សម្រាប់ vitamin stem cell នេះគឺវាជួយទៅលើស្បែកជួយធ្វើឲ្យស្បែករបស់យើង glow មានសំណើមហើយជួយព្យាបាលស្នាមអុចរយតែម្ដងសម្រាប់ vitamin stem cell នេះគឺប្រកែមែនតើហើយជួយឲ្យស្បែកយើងស្អាតភ្លឺស្អាតដែរអ្នកនរគ្នាអញ្ចឹងជារៀងរាល់ខ្ញុំធ្វើការ apply ជាមួយនឹង vitamin stem cell នេះមកគ្រាប់អ្នកនរគ្នាអាចប្រើមួយថ្ងៃមកគ្រាប់ក៏បានដែរនៅពេលព្រឹកនៅពេលណាមួយក៏បានដែរពេលព្រឹកក៏បានពេលយប់ក៏បានដែរអ្នកនរគ្នាមកគ្រាប់នឹងច្រើនណាស់អ្នកនរគ្នាលាបទៅលាបបានពេញមុខហ្មងតាមគ្រាប់ពេលប្រើបានពេញមុខតែម្ដងចឹងអ្នកនរគ្នាឃើញណាពេលដែលលាប vitamin stem cell ហ្នឹងទៅលើស្បែកមុខហ្នឹងហើយធ្វើឲ្យស្បែកមុខរបស់យើងភ្លឺចាំងគីឡូតែម្ដងខ្ញុំជួយលក្ខណៈហៅថាភ្លឺអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការ apply ជាមួយនឹង vitamin stem cell ហ្នឹងហើយខ្ញុំចាប់ផ្ដើមលាបជាមួយនឹងស្រូមគឺស្រូមជាមួយនឹង accessory នេះគឺជាស្រូមដែលព្យាបាលស្នាមអុចខ្មៅដោយសារតែអ្នកនរគ្នាដោយសារតែខ្ញុំនៅមានស្នាមខ្ញុំនៅមានស្នាមនៅខាងលើនេះអញ្ចឹងខ្ញុំនឹងប្រើប្រាស់ជាមួយនឹងស្រូមព្យាបាលស្នាមអុចខ្មៅជាមួយនឹងស្បែករបស់យើងមានភាពស្អាតអញ្ចឹងខ្ញុំនឹងនៅបន្តប្រើប្រាស់បន្តទៀតព្រោះដោយសារស្បែករបស់ខ្ញុំនៅមានស្នាមនៅឡើយសម្រាប់ស្រូមវិញគឺខ្ញុំផ្ដោតទៅលើកន្លែងដែលវាមានស្នាមនឹងខ្លាំងជាងគេកន្លែងមានស្នាមហ្នឹងខ្ញុំនឹងធ្វើការប្រើប្រាស់រៀងច្រើនដោយសារខ្ញុំចង់ឲ្យឆាប់បាត់ស្នាមណាអ្នកនរគ្នាអញ្ចឹងដោយសារតែអាស្រូមនេះគឺវាមានវាផ្ដោតទៅលើស្នាមអុចខ្មៅស្នាមស្បែកស្អាតអញ្ចឹងថ្ងាសរបស់ខ្ញុំក៏ស្បែកជាថ្ងាសមួយដែលវាមានភាពស្អាតជាងនៅខាងក្រោមផ្អល់អីដែរអញ្ចឹងអ្វីដែលលាបច្រើនជាងគេនោះគឺខ្ញុំលាបថ្ងាសជាមួយនឹងផ្អល់ខាងលើដែលវាមានស្នាមហ្នឹងណាអ្នកនរគ្នាចឹងឃើញថាអ្វីអ្នកនរគ្នាលាបអាហ្នឹងរៀងស្ងួតណានឹងដល់ពេលដែលវារៀងស្ងួតរៀងចុងស្បែកហ្នឹងហើយចាំយើង apply ជាមួយនឹង skin care ផ្សេងទៀតបន្តទៀតអញ្ចឹងខ្ញុំ apply រួចហើយសម្រាប់ស្រូមគឺខ្ញុំលាបច្រើនជាងគេគឺនៅលើកន្លែងមានស្នាមហើយនឹងថ្ងាសដែលខ្ញុំមានភាពស្មៅស្អាតហ្នឹងណាអ្នកនរគ្នាចឹងនៅស្បែកយើងអាចកោសមកតង្កមកក៏ធ្វើឲ្យស្បែករបស់យើងវារៀងឡើងស្មើហើយអ្នកនរគ្នាអញ្ចឹងការ apply ជាមួយនឹងស្រូមដែលព្យាបាលស្នាមអុចខ្មៅស្នាម